ចាសួស្តីបងប្អូនអរគ្នាថ្ងៃនេះបងជា admin របស់ Channel Feeling of Children និងនិយាយអំពីប្រធានបទមួយទាក់ទងជាមួយនឹងឆ្នាំថ្មីរបស់យើងគឺឆ្នាំ2026គាត់ថាថ្ងៃហ្នឹងថ្ងៃទី30ហើយអញ្ចឹងតែមួយថ្ងៃពីរថ្ងៃទៀតទេយើងនឹងចូលដល់ឆ្នាំថ្មីហើយជារៀងរាល់ឆ្នាំមានតែ celebrate ឆ្នាំថ្មីយើងទទួលឆ្នាំថ្មីទាំងក្តីរីករាយទាំងអីអញ្ចឹងប៉ុន្តែសម្រាប់ឆ្នាំ2026នេះបងចង់និយាយសង្កត់ធ្ងន់បន្តិចដើម្បីឲ្យបងប្អូនហ្នឹងទាញចំណាប់អារម្មណ៍បងប្អូនមកមើលថាតើយើងគួរត្រៀមខ្លួនអ្វីខ្លះសម្រាប់ឆ្នាំថ្មីហ្នឹងពីព្រោះមិនមែនអ្វីគ្រប់យ៉ាងនៅជុំវិញយើងសុទ្ធតែស្រស់បំព្រងទេអញ្ចឹងក្នុងឆ្នាំ2025ហ្នឹងកម្ពុជាយើងបានជួបជាមួយនឹងរឿងអកុសលមែនតើជាពិសេសគឺបញ្ហាសង្គ្រាមរវាងកម្ពុជាថៃបញ្ហារឿងព្រំដែនហើយទន្ទឹមនឹងហ្នឹងយើងក៏នៅមានជួបនឹងបញ្ហាវិបត្តិសេដ្ឋកិច្ចខ្លះៗផងដែរតើយើងពិភពលោកនឹងទៅជាយ៉ាងណាណាអ្វីដែលបងគិតថាឆ្នាំ2026នឹងមានគឺសង្គ្រាមលោកលើកទី3ហើយបងនិយាយអញ្ចឹងពីព្រោះនៅក្នុងតំបន់អាស៊ីយើងចំនួនរវាងកម្ពុជាថៃនឹងវាជាលក្ខណៈព្រំដែនប្រទេសនឹងប្រទេសប៉ុន្តែនៅផ្នែកផ្សេងទៀតនៃពិភពលោកគឺគេកំពុងតែធ្វើសង្គ្រាមជាមួយគ្នានៅអ៊ុយក្រែននៅប៉ាឡេស្ទីននៅតំបន់ផ្សេងទៀតនៅវេណេស៊ុយអេឡាហើយឥឡូវហ្នឹងថ្មីហ្នឹងឮសូរថាខាងមហាយៈចិនហ្នឹងកំពុងតែដំឡើងសាច់ដុំខាងផ្នែកយោធាហ្នឹងទៅកាន់ប្រទេសជប៉ុនហើយខាងជប៉ុនហ្នឹងក៏ប្រុងនឹងដំឡើងរោងចក្រផលិតអាវុធនុយក្លេអ៊ែរផងដែរអញ្ចឹងយើងមើលទៅបានន័យថាប្រទេសមហាអំណាច2 3ហ្នឹងកំពុងតែមើលទៅស្លាប់គ្នាទៅវិញទៅមកហើយនៅពេលដែលគេធ្វើសង្គ្រាមជាមួយគ្នាសួរថាអ្នកដែលរងគ្រោះគឺណាគេគឺជនស៊ីវិលប្រជាជនស្រូតត្រង់ហ្នឹងមិនមែនតែខ្មែរយើងអីទេគឺអាស៊ីទាំងមូលពីព្រោះថាពេលដែលតម្រៃជាន់គ្នាគឺងាប់តែសមោចនឹងដូចពីគេនិយាយអញ្ចឹងណាហើយនៅពេលដែលសង្គ្រាមលោកលើកទី3កើតឡើងគឺមនុស្សដឹងតែរត់ជន់ជើងគ្នាហើយពេលខ្លះអាសម្ភារៈទំនើបដែលយើងមានជាប់នឹងខ្លួនអីហ្នឹងគឺมันអាចយកទៅបានទេផ្ទះសម្បែងអីមិនស្រួលត្រូវរត់ចោលផ្ទះពេលខ្លះគេតម្លាក់គ្រាប់បែកតម្លាក់អីមកខ្ទេចផ្ទះខ្ទេចអីអញ្ចឹង2026ហ្នឹងបងគិតថាយើងទាំងអស់គ្នាគួរតែជួយចិត្តទុកដាក់ឲ្យមែនតើយើងកុំសូវដើរសបាយរហូតពេកហើយយើងមានទ្រព្យធនអីយើងសំចៃទៅព្រោះពេលមានសង្គ្រាមអីយើងអាចយកអាហ្នឹងជួយបានមួយគ្រាហើយអាសម្ភារៈទំនើបហ្នឹងពេលខ្លះมันអាចជួយអីបានទេសូម្បីតែឡានទំនើបរបស់យើងក៏អាចជួយអីយើងបានដែរព្រោះពេលមានសង្គ្រាមសាំងក៏អស់ស្អីក៏អស់ភ្លើងក៏ដាច់ទឹកក៏ដាច់ស្អីហ្នឹងយើងមិនអាចទៅធ្វើដំណើរជាមួយអាហ្នឹងបានទេជួនកាលអាចត្រូវធ្វើថ្មើរជើងជួនកាលអាចយកបានតែមកប្រវត្តិពីប្រវត្តិដូចយើងឃើញជាក់ស្ដែងជាមួយនឹងជនភៀសរបស់យើងអញ្ចឹងណាហើយអូនត្រូវប្រៀបថាទោះបីអូនកើតមកអត់ដែលជួបជាមួយសង្គ្រាមអូនឯងក៏ត្រូវត្រៀមចិត្តដែរថាយើងនឹងរស់រួមទុករួមសុខជាមួយនឹងគ្នាហើយបងក៏អត់ដែលជួបដែរដោយសារបងកើតឆ្នាំ90ជាងក៏អត់ដែលដឹងថាសង្គ្រាមនឹងត្រូវធ្វើអីយ៉ាងម៉េចអីខ្លះគាត់តែដឹងថាយើងត្រូវតែមានត្រៀមស្បៀងត្រៀមអីរបស់ក្រៀមសម្រាប់ជាអាហារហូបចុកអាហ្នឹងយើងត្រូវការជាចាំបាច់ចឹងក្រៅពីសង្គ្រាមលោកលើកទី3គឺចំណុចទី2គឺរឿងវិបត្តិហិរញ្ញវត្ថុដោយសារអាហ្នឹងវាមកទន្ទឹមនឹងគ្នាហើយនឹងមិនមែនជារឿងចៃដន្យទេនៅពេលដែលប្រទេសជុំវិញពិភពលោកចាប់ដើមធ្លាក់ចូលក្នុងបំណុលដឹងធ្វើម៉េចដើម្បីបានលុយមកអីគាត់ទៅធ្វើសង្គ្រាមហើយដើម្បីឲ្យគេទិញអាវុធហ្នឹងបានលុយមកស្ដារសេដ្ឋកិច្ចខ្លួនឯងវិញឬក៏ទៅទន្ទ្រានយកធនធានធម្មជាតិប្រទេសផ្សេងមានប្រេងមានឧស្ម័នកម្រអីផ្សេងដើម្បីយកធនធានហ្នឹងមកចឹងវិបត្តិហិរញ្ញវត្ថុវានឹងយ៉ាងកើតឡើងយ៉ាងម៉េចបងសុំនិយាយចេញតិចដោយសារបងក៏មិនជាតាមដានលម្អិតឬក៏អ្នកជំនាញខាងផ្នែកនឹងដែរប៉ុន្តែគ្រាន់ថាស្រុកខ្មែរយើងចុងឆ្នាំ2026នេះយើងឃើញថា
អត្រាខ្ចីលុយពីធនាគារហ្នឹងគឺច្រើនកើនច្រើនខ្លាំងមែនទែនទាំងចង់ធំជាងទំហំ GDP របស់យើងទៀតមិនធំតែប៉ុណ្ណឹងបំណុលច្រើនប៉ុន្តែលទ្ធភាពសងមកខាងធនាគារវិញគឺអត់សូវមានទេបានថាប្រជាជនគឺគាត់អត់លុយខ្លាំងគាត់ដាក់ទ្រព្យប្រចាំជាផ្ទះជាដីអញ្ចឹងតែដល់ពេលគាត់អត់មានលទ្ធភាពសងវិញគឺធនាគារត្រូវការរឹបអូសទ្រព្យសម្បត្តិអចលនទ្រព្យហ្នឹងពេលដែលធនាគាររឹបអូសអចលនទ្រព្យហ្នឹងហើយសួរថាយកទៅលក់ឲ្យណាគេបើរងថ្ងៃហ្នឹងមនុស្សភាគច្រើនគឺកំពុងតែកុនលុយអត់មានអ្នកទិញទេអញ្ចឹងវាចាប់ដើមគាំងអចលនទ្រព្យវាចាប់ដើមគាំងហើយសួរថាពេលដែលមានវិបត្តិហិរញ្ញវត្ថុមនុស្សត្រូវការលុយដល់ឥឡូវភាសក់ត្រូវការលុយអញ្ចឹងគេគាត់ត្រូវគេគាត់ត្រូវការដកលុយទៀតទេមិនធំតែខ្ចីមិនសងទេហើយថែមទាំងមនុស្សទៅដកលុយច្រើនទៀតអញ្ចឹងបញ្ហាវិបត្តិហិរញ្ញវត្ថុហ្នឹងវាអាចនឹងធ្ងន់ធ្ងរវាអាចបង្ហាញក្នុងទម្រង់ជាទំនិញឡើងថ្លៃពេលអត់លុយឯវ៉ាន់មួយចំនួនគឺឡើងថ្លៃមកជាពិសេសគ្រឿងទេសអង្គអីហ្នឹងវាអាចនឹងឡើងថ្លៃព្រោះមនុស្សសម្រុកទៅទិញអីច្រើនពន្ធក៏នៅតែបន្តយកអញ្ចឹងឃើញមានការបន្ធូរបន្ថយខ្លះតែបងគិតថារដ្ឋនឹងមិនបន្ធូរបន្ថយព្រោះរដ្ឋត្រូវការលុយដើម្បីទៅធ្វើរឿងបញ្ហាយោធាហ្នឹងហើយចំណុចទី3វាផ្សារជាប់មួយចំណុចទី2ដែរនៅពេលដែលមានវិបត្តិហិរញ្ញវត្ថុមនុស្សអត់លុយចឹងប្រហែលជាអត់សូវទិញអីទេត្រូវអត់ទិញអីចឹងក្រុមហ៊ុនមួយចំនួនអាចនឹងប្រឈមជាមួយនឹងការបិទទ្វារឬក៏កាត់បន្ថយបុគ្គលិកឬក៏មិនរើសបុគ្គលិកថែមតែម្ដងយើងនឹងឃើញទស្សនវិជ្ជាមួយគឺមនុស្សអត់ការងារធ្វើច្រើនហងចាស់អាចបិទឬក៏មនុស្សអត់ការងារធ្វើច្រើនចឹងសួរថាទៅរកលុយណាចឹងអានឹងចម្លើយនឹងបងក៏អត់ដឹងថាមិនដែរប៉ុន្តែពេលដែលមនុស្សអត់ធ្វើការធ្វើជាច្រើនគាត់จะមានរូបភាពនៃការលួចប្លន់ចារកម្មស្លាប់ខ្លួនឬក៏ធ្វើអីដែលវាអត់មានសិលធម៌ច្រើនហើយខ្ចីក៏ច្រើនបោកប្រាស់ក៏ច្រើនជាពិសេសប្រភេទដូចជា scammer បោកតាមនេះតាមរយៈរូបភាពភេទច្រើនអញ្ចឹងអូនឯងត្រូវប្រយ័ត្នជាមួយនឹងកន្លែងហ្នឹងអ្នកដែលមានការងារធ្វើហើយសូមរក្សាការងារហើយទោះបីជាពិបាកមិនអូនឯងស៊ូទ្រាំសិនទៅមួយឆ្នាំ2ឆ្នាំទៀតបើសិនជាស្ថានភាពត្រឡប់មកដើមវិញអាហ្នឹងវាល្អហើយព្យាយាមទុកលុយបើសិនជាមានសល់អាចទៅទិញមាសកុំទុកនៅធនាគារច្រើនពេកព្រោះធនាគារពេលដែលមានវិបត្តិយើងអត់អាចទៅដកលុយបាននេះគឺគេបិទឲ្យយើងដកហ្មងហើយយើងធ្លាប់ឃើញនៅប្រទេសថៃឬក៏វៀតណាមពេលដែលមានបញ្ហាសូម្បីតែលុយរបស់យើងក៏យើងអាចដកបានហើយវាអាចធ្វើឲ្យដួលធនាគារគេអញ្ចឹងយើងត្រូវមានលុយនិងមាសទុកនឹងផ្ទាល់នឹងខ្លួនឯងហើយទន្ទឹមនឹងចំណុចទី4គឺការប្រែប្រួលអាកាសធាតុឃើញឆ្នាំ2025យើងមានព័ត៌មានតាក់ទងជាមួយនឹងព្យុះទឹកជំនន់ការបាក់ដីសុទ្ធដីហើយស៊ូណាមីអីផ្សេងហ្នឹងវានឹងមកថែមទៀតនៅក្នុងឆ្នាំ2026ហ្នឹងអាហ្នឹងមិនមែនជាគ្រូទាយទេប៉ុន្តែយើងឃើញថាវាហាក់ដូចជាពិភពលោកហ្នឹងវាឡើងដើរទៀងទាត់ដូចពីមុនអញ្ចឹងបងក៏ត្រូវត្រៀមដែរស្វ័យត្បិតតែយើងមិនទាន់ជួបគ្រោះអីធ្ងន់ប៉ុន្តែវាគង់តែមានថ្ងៃឯងមិនដែលថាអត់ទេវាយើងរស់នៅក្នុងពិភពលោកនេះតែមានកន្លែងណាមួយវារង្គោះរង្គើវាវត្តជាមានចំហាយមកដល់យើងឯងទឹកជំនន់ក៏ដោយយើងត្រូវធៀបអីខ្លះមានពងសុវត្ថិភាពមានអីទឹកសុទ្ធទឹកអីយើងអាចត្រូវធៀបខ្លួនឯងអត់មានអ្នកគេមកប្រាប់យើងឯងណាហើយនឹងឯងយើងក៏កុំសូវធ្វើដំណើរអីឆ្ងាយច្រើនពេកតែអាហ្នឹងជាជំរឿរបស់បងប្អូនអរគ្នាឯងអធិស្ឋានជាមួយសំឡេងតិចដោយសារម៉ាក់គាត់កំពុងធ្វើម្ហូបខាងក្រោមអញ្ចឹងអូខេចំណុចទី5ពេលវាផ្សារភ្ជាប់មួយរឿងទី1ដែរនៅពេលដែលពិភពលោកកំពុងតែវាយគ្នាគ្រប់កន្លែងនេះអញ្ចឹងម្នាក់គាត់ជាប្រទេសមួយគាត់ជាត្រូវចាយលុយលើវិស័យយោធានឹងច្រើន
ចាយលុយលើវិស័យយោធាហ្នឹងមានន័យថាមិនគេនឹងរើក្មេងៗឲ្យទៅធ្វើទាហានច្រើនជាពិសេសផលចឹងខ្លួនឯងផលអាចនឹងប្រឈមនឹងការចូលធ្វើទាហានបើសិនជាវាទៅដល់ដំណាក់កាលមួយដែលអាក្រក់ខ្លាំងមែនតើប៉ុន្តែហ្នឹងហើយហើយរដ្ឋនឹងត្រូវចាយលុយហ្នឹងមិនគេអាចនឹងកាត់បន្ថយចំណាយទៅលើវិស័យផ្សេងយកមកធ្វើនៅលើយោធាហ្នឹងសិនបងច្បាស់ថាគេនឹងកាត់ពីខាងប្រព័ន្ធអប់រំឬក៏មិនជាប៉ុន្តែដល់ពេលហ្នឹងរៀនក៏អីក៏អត់កើតដែរយើងក្មេងៗមិនអាចទៅអង្គុយរៀនកើតទេព្រោះគេតម្លាក់ខុសតម្លាក់អីចឹងរូបភាពហ្នឹងវាអាចនឹងកើតឡើងសំណួរចុងក្រោយបន្ទាប់ពីយើងបានដឹងថាអូខេយើងនឹងអាចនឹងជួបរឿងអីខ្លះតើយើងអាចធ្វើអីបានជាមួយនឹងវា what can we do about it ក្នុងនាមយើងជាយុវជនហើយយើងទៅតែរៀនចប់ទី12អីអញ្ចឹងចំណុចទី1ដែលបងលើកទឹកចិត្តហ្នឹងគឺព្យាយាម try to find a job ព្យាយាមរកការងារធ្វើសិនណាហើយកុំតន់បង់លុយសាលាណាដែលថ្លៃពីព្រោះអំឡុងពេលដែលប្រទេសជួចច្បងអញ្ចឹងអត់មានអាគេហ៊ានកើតទេទោះបីអូនឯងទៅអង្គុយហ៊ានក៏អារម្មណ៍អូនឯងអត់មូលដែរហើយឥឡូវហ្នឹងកម្ពុជាយើងគឺផ្ដោតសំខាន់ទៅលើការផលិតក្នុងស្រុកអញ្ចឹងគេព្យាយាមធ្វើមិនក៏ได้ឲ្យមានរោងចក្រក្នុងស្រុកអូនឯងគួរតែរកជំនាញបច្ចេកទេស learn technical skill គេនឹងជួលមនុស្សតែមានជំនាញបច្ចេកទេសច្រើនជាងជំនាញទ្រឹស្ដីដែលធ្វើការនៅក្នុង office ច្រើនហេតុអីបើបងនិយាយអញ្ចឹងយើងធ្វើការនៅក្នុង office នេះថ្ងៃក្រោយទៅនឹងជំនួសដោយ AI ការងារឥឡូវស្អីក៏មាន software ដើម្បីជំនួសយើងដែរគេមានយល់ថាយើងត្រូវការលុយដើម្បីចិញ្ចឹមជីវិតអីទេអត់ទេតែគេត្រូវការកាត់បន្ថយបុគ្គលិកគឺគេនឹងប្រើ software ហ្នឹងមកជំនួសយើងហើយទោះបីជា sale បាន$100 $200ក៏គេធ្វើដែរចឹងអូនឯងត្រូវរក technical skill ហើយ technical skill មានស្អីគេខ្លះទី1ជំនាញ IT technology digital ហើយនឹងប្រភេទពួក STEM skill ប្រភេទពួកវិទ្យាសាស្ត្រអីហ្នឹងអាហ្នឹងគឺយើងត្រូវការអាហ្នឹងច្រើនអញ្ចឹងអូនឯងទៅរៀនអាហ្នឹងទៅតាម TVET ក៏បានដែរអាហ្នឹងយើងអាចរត់គេនឹងត្រូវការធនធានមនុស្សហើយចំណុចអត្ថប្រយោជន៍មួយទៀតអូនឯងរកធ្វើការសិនទៅពេលដែលប្រទេសចាប់ផ្ដើមមានតម្រូវការវិញគេអាចនឹងបើកអាហារូបករណ៍ទៅលើជំនាញប្រភេទអស់ហ្នឹងគាត់ទៅច្រើនអញ្ចឹងយើងអាចចូលរៀនជំនាញដែលល្អដែលមិនចាំបាច់បង់លុយក៏បានច្រើនដែរហើយទី3បងគិតថា try to save money បងត្រូវតែសន្សំចៃលុយអត់ត្រូវអីបន្តិច iPhone Pro Max អីអត់មានទេយើងនៅក្មេងអត់មានត្រូវការចាយអីដល់ថាហ្នឹងបើថាកូនគេអ្នកមានអូខេធ្វើចោះតែបើយើងអ្នកធនកដាលមធ្យមទេព្យាយាមសំលុយឲ្យមើលថែសុខភាពឲ្យបានល្អបើសិនជាអំឡុងពេលដែលពិភពលោកកំពុងតែឈួរច្បល់ហើយយើងឈឺអត់មានអ្នកគេមកជួយយើងទេពេទ្យក៏ជួយយើងអត់បានដែរព្រោះពេលមានសង្គ្រាមគឺម្នាក់ៗហត់អស់លេងហើយយើងត្រូវតែត្រៀមទោះបីវាកើតឡើងមិនកើតឡើងក៏យើងត្រូវត្រៀមជាមួយនឹងព្រឹត្តិការណ៍ទាំងអស់ហ្នឹងដែរហើយអ្វីមួយទៀតគឺព្យាយាមstand strong ហើយរក្សាចង់ថាយើងមិត្តភ័ក្តិដែលយើងស្គាល់គ្នាព្យាយាម support គ្នាទៅវិញទៅមកព្រោះក្នុងអំឡុងពេលដែលពិបាកមានតែយើងជួយគ្នាទៅវិញទៅមកទេជួយតែមនុស្សហ្នឹងក៏ត្រូវតែទុកចិត្តដែរអត់អាចទៅរាប់អានអ្នកផ្ដេសផ្ដាស់អីច្រើនទេដោយសារ scammer ក៏ច្រើនមករូបភាពតាមយ៉ាងបោកប្រាស់ស្អីគ្រប់បែបយ៉ាងហ្នឹងហើយអ្វីដែលបងចង់និយាយមានប៉ុណ្ណឹងហើយបងក៏ចូលរួមសោកស្ដាយដែរអ្នកខ្លះដែលបងតែឲ្យយោបល់អីចឹងថាតាំងពីដើមមកឲ្យផ្ដោតទៅលើ STEM skill អាហ្នឹងឲ្យសំខាន់អីចឹងពួកគាត់អត់សូវស្ដាប់ពួកគាត់អត់សូវជឿទេហើយបើថាអូនឯងជំនាញ 3-4 ហ្នឹងអូនឯងខាងខ្សោយកណិតអូនឯងទៅអូនឯងអាចផ្ដោតទៅលើភាសាបានភាសាចិនក៏បានភាសាកូរ៉េក៏បានពីព្រោះកូរ៉េឥឡូវក៏មកធ្វើរោងចក្រនៅខ្មែរយើងក៏ច្រើនដែរអូនឯងអាចមើលឱកាសហ្នឹងបាន
បើសិនថាអូខេខ្ញុំអត់ប្រសើរបកាយរៀនទេប៉ុន្តែភាសាខ្ញុំអាចទៅរួចរៀនភាសានឹងកុំព្យូទ័រទៅវាមិនវាថាវាមិនដាច់បាយវាមិនអត់ការងារធ្វើទេតែបើសិនជាណៃព្យាយាមទៅធ្វើអីដែលមនុស្សកជើងគ្នាណៃប្រឈមមុខជាមួយនឹងការខាត់បងពេលវេលានឹងច្រើនហើយអ្នកដែលនិយាយថាចង់ធ្វើការរដ្ឋធ្វើការអីអានឹងរឿងរបស់គេប្រហែលជាមានខ្សែមានអីឬចង់ចូលតាមណារឿងរបស់គេតែបើសិនជាយើងរត់ផ្លូវដើររបស់យើងអូខេបងនឹងបញ្ចប់វីដេអូនឹងប៉ុណ្ណឹងហើយយើងនឹងជួបគ្នានៅពេលក្រោយទៀតជាមួយនឹងប្រធានបទផ្សេងៗទៀតអរគុណដែលបានចូលទស្សនា